រកស្រាយើងតែខែភ្លៀងគឺសបោក្តាមជាងគេបងប្អូនហើយខ្ញុំនេះចូលចិត្តចាប់ក្តាមដែរបងប្អូនអើយព្រោះចាប់ក្តាមគឺសបាយបងប្អូនក្តាមវាពេញព្រឹកពេញដីអញ្ចឹងបងប្អូនហើយបងប្អូនណាខ្លះចូលចិត្តញ៉ាំក្តាមបងប្អូនញ៉ាំក្តាមនៅស្រុកស្រែគឺមិនបាច់ទិញទេបងប្អូនគឺយើងចាប់យកតែម្ដងគឺវាសបោហើយស្រុកខ្ញុំគឺសបោជាងគេបងប្អូនឲ្យតែមេឃភ្លៀងឡើងគឺសបោហើយឥឡូវនេះមេឃឡើងសតុំទៀតហើយមេឃចង់ភ្លៀងទៀតហើយបងប្អូនអើយមេឃចង់ភ្លៀងហើយយើងដើរចាប់ក្តាមណាបងប្អូនព្រោះអាក្តាមនេះជាម្ហូបមួយដែលស្រួលរកជាងគេបងប្អូនបើនិយាយចំដោយសារអីស្រួលរកជាងកែបបងប្អូនក្តាមដោយសារវាឃើញមនុស្សវាអត់សូវផ្អើលទេអានេះពីនៅវាកើមតែក្តាមជើងច្រើនណាស់បងប្អូនក្តាមជើង18តាគៀប2ទៀតទៅ10តែឃើញមនុស្សគឺវាអត់សូវរត់បើកង្កែបអីហ្នឹងឃើញមនុស្សមិនបាច់ទេបងប្អូនហើយរត់លឿនចុយមកហ្នឹងកែបអីហ្នឹងហើយអាក្តាមនេះបុក7បងប្អូនបុក7គឺរសជាតិឆ្ងាញ់ណាបុក7ហើយម្ដុំនេះគឺសបោបងប្អូនដោយសារគេអត់តាមភ្ជួរក្រៅពីហ្នឹងគេភ្ជួរព្រោះអស់ហើយអញ្ចឹងវាអត់សូវសបោក្តាមអត់តាមភ្ជួរអញ្ចឹងវាសបោស្មៅវាមកកើបអាក្នុងស្មៅហ្នឹងបងប្អូនហើយយើងចាំកាលទៀតចាប់យកទៅនេះបងប្អូនបានចិត្ត10អានេះបានចិត្ត10យើងចិត្តរួចមហូបណាបងប្អូននេះក៏ដោបមានក្តាមមានកដោបចឹងណាតែយើងចាប់តែក្តាមឯកដោបយើងអត់ចាប់ទេបងប្អូន